ពេលយប់ឡើងខ្ជិលធ្វើម្ហូបញ៉ាំបងប្អូនអាចឆាបាយគីមឈីនេះញ៉ាំបានអត់ប្រើសាច់ក៏រសជាតិគឺជាតិសាហាវហ្មងគឺឈ្ងុយឆ្ងាញ់អត់ចាញ់ហាងទេបងប្អូនឲ្យតែមានទឹកសោះរូបមន្តដែលនាងខ្ញុំបានបង្ហាញបងប្អូនពីវីដេអូមុនយកមកឆាគឺងាយស្រួលហើយលឿនឆាប់រហ័សហ្មងបងប្អូនឆាភ្លាមបានញ៉ាំភ្លាមអត់ពិបាកផ្សំគ្រឿងទេសអីច្រើនទេតែមុននឹងចូលដល់របៀបធ្វើបងប្អូនកុំភ្លេចជួយ follow page និង share វីដេអូនេះម្នាក់មួយផងបាយឆា2ចានខ្ញុំដាក់ពងមាន់ចំនួន2គ្រាប់បងប្អូនគោះដាក់លើខ្ទះសិនណាហើយយើងឆាវាច្បល់វាចឹងឲ្យរាងឆ្អិនតិចអត់ឲ្យឆ្អិនពេកហើយក៏អត់ឲ្យវានៅទឹកពេកដែរបន្ទាប់មកទៀតយើងចាក់បាយចូលកាលណាតែយើងដាក់បាយមុនពងមាន់ធ្វើឲ្យបាយយើងសើមឆាអត់ស្ងួតល្អទេបងប្អូនហើយចំពោះបាយនេះដែរយើងឆាត្រឡប់វាតិចទេបងប្អូនអត់សកត់ខ្លាំងពេកទេកាលណាតែយើងសកត់បាយនឹងខ្លាំងពេកគ្រាប់បាយរបស់យើងគឺម៉ត់អត់ស្អាតទេហើយបាយដែលយើងយកមកឆាបងប្អូនត្រូវដាំវាឲ្យរាងស្រួយទេកាលណាតែជ្រាយពេកក៏យកមកឆាអត់ឆ្ងាញ់ដែរហើយនេះគឺជាទឹកសោសដែលនាងខ្ញុំធ្វើទុកសម្រាប់ឆាអីបងប្អូនងាយស្រួលឆាប់រហ័សលឿនហ្មងយើងអត់ពិបាកសំគ្រឿងអីយូរទេចំពោះបាយឆា2ចាននេះខ្ញុំដាក់ទឹកសោសចំនួន1ស្លាបព្រាបាយដោយសារតែគីមឈីក៏មានរសជាតិស្រាប់ខ្លះហើយដែរកាលណាដាក់ច្រើនធ្វើឲ្យបាយឆារបស់យើងប្រៃខ្លាំងតែតាមការចូលចិត្តបើសិនជាបងប្អូនចូលចិត្តរសជាតិរាងដិតតិចអាចបន្ថែមកន្លះស្លាបព្រាបាយអីទៀតបានយើងឆាត្រឡប់ឲ្យចូលរសជាតិតិចហើយយើងបន្ថែមមួយគីមឈីចូលបងប្អូនហើយយើងច្បល់ត្រឡប់ឲ្យបានសព្វរសជាតិគ្នាចឹងទៅមើលទៅតំណងហ្មងបងប្អូនដាក់គីមឈីចូលចឹងណាមើលបាយពណ៌ឡើងក្រហមគួរឲ្យចង់ញ៉ាំហ្មងណាហើយឡើងឈ្ងុយពេលកាត់វីដេអូបដាខ្ញុំឃើញឡើងឃ្លានចង់ញ៉ាំទៀតទេនេះបងប្អូននិយាយទៅតំណងខ្លាំងហ្មងចាំមើលធ្វើញ៉ាំម្ដងទៀតហើយអញ្ចឹងបងប្អូនកុំភ្លេចសាកល្បងធ្វើមួយមុខនេះញ៉ាំណាបងប្អូនធានាថាបងប្អូនញ៉ាំហើយដឹងតែញ៉ាំចង់ញ៉ាំទៀតហ្មងរសជាតិគឺថាឆ្ងាញ់ the best ហ្មងបងប្អូននិយាយទៅខ្ញុំ recommend មួយមុខនេះហ្មងបងប្អូនអាចសាកល្បងធ្វើបានណាវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបើសិនជាបងប្អូនមានមតិយោបល់អីអាច comment នៅខាងក្រោមវីដេអូនេះបានជួបគ្នានៅវីដេអូបន្ទាប់បាយបាយ